Hello សួស្តីអ្នកទាំងអស់គ្នាមកជួបជាមួយខ្ញុំជាថ្មីទៀតហើយជាមួយនឹងការរៀនភាសាចិនអូខេអញ្ចឹងសម្រាប់ថ្ងៃនេះផងដែរពាក្យដែលខ្ញុំចង់ចែកម្លែកគឺយើងអានថា无理取闹无理取闹សម្រាប់ពាក្យនេះផងដែរគឺវាចង់បានន័យថារករឿងដែលអត់មានហេតុផលអញ្ចឹងសម្រាប់ពាក្យនេះផងដែរគឺយើងអាចប្រើក្នុងករណីថាមាននរណាម្នាក់ដែលហោះរឿងគេពេញទឹកពេញដីអញ្ចឹងទៅណាអ្នកទាំងអស់គ្នាប៉ុន្តែគាត់នឹងគឺអត់មានហេតុផលទេហ្នឹងហើយគឺគាត់ចេះតែនិយាយចេះតែថាចេះតែរករឿងមកតែម្ដងនឹងហើយដែលគេហៅថា无理取闹អញ្ចឹងពាក្យនឹងផងដែរគឺយើងអាចប្រើប្រាស់ក្នុងពេលដែលនរណាម្នាក់ដែលគាត់ធ្វើសកម្មភាពចង់និយាយថាគាត់អត់មានហេតុផលទេតែគាត់ហៅរឿងគេអញ្ចឹងណាអញ្ចឹងយើងអាចនិយាយបានថា无理取闹ហ្នឹងហើយចង់និយាយថាគាត់នឹងធ្វើអញ្ចឹងកំពុងតែ无理取闹ហ្នឹងហើយឬមួយក៏យើងអាចនិយាយបានថាគាត់ជាមនុស្សដែល无理取闹បានន័យថាគាត់គឺជាមនុស្សដែលហៅរឿងគេអត់ហេតុផលអញ្ចឹងទៅអូខេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺសូមបញ្ចប់ត្រឹមហ្នឹងហើយបាយបាយអ្នកទាំងអស់គ្នាជួយ like ជួយ follow ផងអរគុណ